បាទសួស្តីអ្នកទាំងគ្នាវើត្រឡប់ជួបខ្ញុំបានម្ដងទៀតដែរជួបជាមួយនឹងខ្ញុំបាទសុផលបាទថ្ងៃនេះខ្ញុំចង់បរៀនអ្នកទាំងគ្នាតើទៅជាមួយនឹងភាសា JavaScript បាទដែលនឹងបរៀនអ្នកទាំងគ្នាតតែម្ដងដោយសារតែវីដេអូមុនខ្ញុំបានបរៀនអ្នកទាំងគ្នាស្គាល់ពី HTML អញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើវីដេអូបរៀនអ្នកទាំងគ្នាតើទៅជាមួយនឹងភាសាមួយដែលយើងនិយាយថាជាភាសា JavaScript ដែលយើងល្បីជាងគេណាអញ្ចឹងទី1កុំឲ្យខាត់ពេលវេលាយូរតោះអ្នកទាំងគ្នាចូលប្រើមួយខ្ញុំនៅក្នុងកម្មវិធីមួយអញ្ចឹងអ្នកគ្នាត្រូវចូលកម្មវិធីនេះមួយមកដើម្បីយើងងាយស្រួលរៀនណាដែលយើងហៅថាជាកម្មវិធី WC School អញ្ចឹងខ្ញុំសូមដំបូងដើម្បីអ្នកគ្នារៀនកម្មវិធី WC School នឹងបានអ្នកគ្នាចូលទៅក្នុងកម្មវិធីរបស់យើងក្នុង Google ទៅបាទជ្រោមហ្នឹងណាបាទអ្នកគ្នា search ពាក្យថា W3 School បាទអធិស្ឋានណា search យកពាក្យថា W3 School មកអញ្ចឹងបន្ទាប់មកអ្នកគ្នាយកពាក្យថាភាសាអ្នកគ្នាចង់រៀនអញ្ចឹងយើងយកភាសា JavaScript មកដល់គ្នាអញ្ចឹងខ្ញុំចង់បរៀនដល់គ្នាដោយសារតែវីដេអូមុនខ្ញុំបានបរៀន HTML អញ្ចឹងខ្ញុំនឹងបរៀនដល់គ្នាតាក់ទងវីដេអូថ្ងៃនេះគឺយើងធ្វើសង្ខេបទេដើម្បីយើងមានវីដេអូច្រើនទៀតតាក់ទងជាមួយនឹងដំបូងអញ្ចឹងជាដំបូងយើងរៀនឲ្យស្គាល់ពីកម្មវិធីតាក់ទងជាមួយនឹងអីទៅជា JavaScript បាទអញ្ចឹងយើងដឹងឲ្យតាក់ទងជាមួយនឹង JavaScript គឺយើងត្រូវរៀនតាក់ទងជាមួយនឹងភាសាមួយដែលយើងប្រើដើម្បីធ្វើការបង្កើតក៏ដូចជាភ្ជាប់ជាមួយនឹង web ណាបាទអញ្ចឹងសម្រាប់អ្នករៀន web ក៏ដូចជាអ្នករៀនខាង mobile app ក៏សំខាន់ដែរការរៀន JavaScript គឺយើងរៀនផ្ដោតសំខាន់ទៅលើ programming language មួយដែលប្រើដើម្បីធ្វើការបង្កើតនៅ web server web application ឬក៏ជា website មួយចំនួននៅក្នុង folio ណាបាទអញ្ចឹងមកខាត់ពេលនេះយើងចូលទៅតាក់ទងជាមួយនឹងដំណើរការ output អញ្ចឹងដើម្បីតឡើងវាបានកុំឲ្យខាត់ពេលវេលាយូរដើម្បីតឡើងវាបានអត់បបាក់ទេអ្នកនរគ្នាត្រូវចូលមកកាន់ Google Chrome អ្នកគ្នាតឡើងកម្មវិធីមួយដែលមានឈ្មោះថា Node.js ជាអ្នកគ្នាតឡើងកម្មវិធី Node.js ហ្នឹងមកនេះតឡើងមកសម្រាប់ Windows ក៏ដោយសម្រាប់ Mac ក៏ដោយអញ្ចឹងពេលយើងតឡើងហើយអ្នកគ្នាចូលមកបើកវាបានហើយបាទចូលបើកវាបានណាអញ្ចឹងដោយសារតែខ្ញុំបានតឡើងហើយឯងនេះកម្មវិធីមួយនេះណាពេលយើងតឡើងហើយអ្នកគ្នារ៉ាន់វាមកនេះ Node.js នេះណាអញ្ចឹងពេលអ្នកគ្នាតឡើងហើយអ្នកគ្នាចូលទៅកាន់ VS Code របស់យើងអ្នកគ្នាប្រើkey short key បាទទំនឹងកាត់បាទខ្ញុំសុំលុបនេះសិនណាបាទ short key អានេះអ្នកគ្នាត្រូវបង្កើតថ្មីក៏បាន file ថ្មី folder ថ្មីបង្កើត folder ថ្មីបាត់ប្រហែលនេះចូលមកកាន់ file យកពាក្យថា open file បាទបន្ទាប់មកអ្នកគ្នាធ្វើការយកមកស្ដាំយកពាក្យថា new ហើយអ្នកគ្នាយកពាក្យថា folder ចឹងអ្នកគ្នាធ្វើការបង្កើត folder ថ្មីហ្នឹងមកបានដោយសារតែខ្ញុំមាន folder ហើយខ្ញុំដាក់ពាក្យថា JavaScript focus ចឹងខ្ញុំបាច់ចាំធ្វើការបង្កើតទៀតទេអូខេបន្ទាប់មកអ្នកគ្នាចូលទៅកាន់ short key បាទលឿនឬក៏អ្នកគ្នាអាចចូលទៅកាន់កន្លែងនេះបាទ tray 3យកពាក្យថា terminal ហើយយក new terminal មកដើម្បីយើងបើក terminal ដើម្បីយើងទៅបើកកម្មវិធី Node.js យើង run មកយើងណាឬក៏មករបៀបទៀតអ្នកគ្នាចូលទៅកាន់ control shift ហើយសញ្ញាtitle ហើយចឹងពេលនោះវាចេញពាក្យថា terminal ដូចគ្នាណាតោះមកអ្នកគ្នាស្វែងពាក្យថា node មកបាទអញ្ចឹងវានឹងឲ្យយើងមកតែម្ដងនេះដោយសារតែយើងបានតឡើងហើយណាបាទហ្នឹងហើយអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងចូលទៅរៀនទាំងអស់គ្នាអញ្ចឹងសម្រាប់តាក់ទងជាមួយនឹង JavaScript របស់យើងដំណើរការ output ក៏វាមិនពិបាកដែរនេះយើងធ្លាប់រៀនពីមុនណាអញ្ចឹងកុំឲ្យខាត់ពេល comment មកវាក៏ដូចគ្នាដែរទាំងអស់គ្នាណា comment មកវាយើងប្រើដូចទៅនឹង C++ ដែរទេនេះទម្រង់បែបនេះណាហើយតាក់ទងជាមួយនឹង variable គឺយើងមាន3 variable អ្នកនេះត្រូវស្គាល់អញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងតាក់ទងជាមួយនឹងការណែនាំដំបូងហើយវីដេអូក្រោយខ្ញុំនឹងគ្រាន់ថាអានេះគ្រាន់តែជាវីដេអូដំបូងឯងអញ្ចឹងឥឡូវមុនទៅតេស្តអ្នកនេះអាចតេស្តបាននេះអញ្ចឹងខ្ញុំដាក់ពាក្យថាបង្កើត folder ថ្មីមួយដាក់ពាក្យថាតេស្តឬក៏ដាក់វាជា index ក៏បានដាក់អីក៏បាន dot ជាមួយនឹង JavaScript ដែលខ្ញុំបង្កើត folder ហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំបង្កើត folder អីមួយមកអ្នកនេះដាក់ពាក្យថាជា test dot ជាមួយនឹង JavaScript អញ្ចឹងអ្នកនេះបង្កើតហើយអ្នកនេះអាច run វាបានតែជាង save ពាក្យថា console dot ជាមួយ log យើងដាក់ពាក្យថា hello បាទ JavaScript បាទ hello JavaScript បាទហើយយើង save ពាក្យថាជាស្រ័យដាក់ពាក្យថា I love you ចឹងទៅបាទអ្នកគ្នារៀនសេណាបាទចឹងអ្នកនេះដាក់ពាក្យថា I love you ចឹងដាក់ពាក្យថា I love you យ៉ាហើយខ្ញុំអាចចឹងយើងនិយាយពីនេះបាទអូមកថាយើងចង់ប្រើនេះមួយបាទខ្ញុំដាក់ថាឧទាហរណ៍ខ្លីៗមួយសិនណាចាំបាទមក let ស្មើ100ចឹងខ្ញុំដាក់លក្ខខណ្ឌខ្ញុំដាក់ថាបើសិនបើ index វាអធិស្ឋានណាចាំតិចចឹងខ្ញុំដាក់ទៅលើ let x ស្មើនឹង100ហើយដាក់ថាបើ index របស់វាស្មើ0
hay index របស់វាតូចជាង x បាទតូចជាង x របស់យើងអញ្ចឹងពេលនោះគឺខ្ញុំឲ្យ index របស់វាគឺកើនបូកមាន index វាជាអ្នកកើនអញ្ចឹងខ្ញុំដាក់ថាបើសិនបើលក្ខខណ្ឌ index ស្មើ0 index ទៅជាង x ពេលនោះ index កើនណានេះបាទប៉ុន្តែវាមិនមែនជាលក្ខខណ្ឌនេះឃើញវា error យើងតែហ្នឹងគឺ loop អញ្ចឹងអ្នកគ្នាបាទ index វាស្មើទៅនឹង0ហើយ index របស់វាតូចជាង x បាទតូចជាង x អញ្ចឹងពេលនោះ index របស់វាគឺបូកអញ្ចឹងខ្ញុំធ្វើការ console.log ជាស្រ័យណាអញ្ចឹងខ្ញុំធ្វើការ console.log មកអ្នកគ្នាបោះ index ចូលត្រូវអត់បាទហើយបន្ទាប់មកបាទអញ្ចឹងអ្នកគ្នាបោះ index ចូលមួយបាទបោះ index ចូលមួយបន្ទាប់មកអ្នកគ្នានេះមកបាទយើងចុះពីក្នុង loop នឹងមួយអ្នកគ្នាត្រូវតែបង្កើតលក្ខខណ្ឌមួយខ្ញុំដាក់ថា percent បើ x របស់យើងបាទខ្ញុំបង្កើតទៅលើពាក្យថា passive មួយបាទនេះខ្ញុំបង្កើត let បានតាំងឲ្យក៏បានដែរចង់ var ចង់ let អីមកសេរីឥឡូវខ្ញុំ var ទៅលើ let var ចុះស្មើទៅនឹងពាក្យថា pass អញ្ចឹងខ្ញុំឲ្យវាស្មើទៅនឹងពាក្យថា for ហើយកន្លែងនេះអ្នកគ្នាប្រកាសវាមួយដែរអញ្ចឹងអូខេចាំប៉ុណ្្នឹងសិនណាតោះឥឡូវខ្ញុំប្រើលក្ខខណ្ឌខ្ញុំដាក់ថា percent បើ index របស់វាបាទបើសិនមក index របស់វាធំជាង 50 ត្រូវអត់មែន index ទេបើសិនមក x បាទបើសិនមក x ធំជាងឬស្មើទៅនឹង50អញ្ចឹងពេលនោះខ្ញុំឲ្យ pass របស់យើងគឺស្មើទៅនឹងស្មើ true ហើយផ្ទុយទៅវិញគឺខ្ញុំឲ្យ pass របស់យើងគឺស្មើ for តោះមកយើងធ្វើការ console.log មកអធិស្ឋានណា console.log មកដល់ជាមួយនឹង log គឺយើងបោះអីចូលបាទបោះ pass ចូលអញ្ចឹងពេលនោះខ្ញុំ run ពេលដែលខ្ញុំ run វាទៅពេលនោះកូដយើងគឺ error ឬក៏ដើរអញ្ចឹងកូដនោះគឺដើរឃើញអត់អញ្ចឹងវាកំណត់ចាប់ពីលេខម៉ានកំណត់ចាប់ពីលេខ0រហូតដល់លេខ100សួរថាលោកគ្រូមិនបានយើងត្រូវសរសេរបែបហ្នឹងអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបញ្យល់តាក់ទងជាមួយនឹងនេះចំណុចសំខាន់ពណ៌បេងផងនេះតាក់ទងជាមួយនឹង var let ហើយនឹង constant បាទហៅថា st ហ្នឹង constant ហ្នឹងហើយនឹងមួយទៀតតាក់ទងមួយនឹង console.log បាទហើយវីដេអូក្រោយខ្ញុំនឹងបញ្យល់ឲ្យតាក់ទងមួយ for នេះនិយាយទៅអាសូពណ៌ស្វាយនេះខ្ញុំនឹងបញ្យល់អ្នកនរគ្នានៅវីដេអូក្រោយបាទអញ្ចឹងជួបនឹងខ្ញុំនៅវីដេអូក្រោយខ្ញុំនឹងបញ្យល់នៅបន្តបាទអញ្ចឹងសូមអរគុណណាសម្រាប់ការទស្សនាវីដេអូ